សួស្តីបងប្អូនទាំងគ្នាចឹងវីដេអូនេះខ្ញុំបង្ហាញtool មួយសម្រាប់ធ្វើការគ្រប់គ្រង account Facebook សម្រាប់បងប្អូនដែលប្រើ tool ផ្សេងហើយយើងខ្លាចយើងអត់ទុកចិត្តខ្លាចថាអត់មានសុវត្ថិភាពtool របស់អ្នកជិតខាងយើងអញ្ចឹងណាអញ្ចឹងខ្ញុំមកធ្វើ tool មួយដើម្បីធ្វើការគ្រប់គ្រង account នៅលើហ្នឹងហើយ tool នេះនៅខាងទំព័រមុខនេះគឺយើងអាចធ្វើការ login account ដោយប្រើប្រាស់ Wi-Fi ឬក៏ប្រើ proxy អាហ្នឹងយើងប្រើពីរហ្នឹងករណីបើបងប្អូនចង់ប្រើ VPN ខាងក្រៅបងប្អូនរើសអានេះយក Wi-Fi ហ្នឹងទៅតែបើករណីដែលបងប្អូនប្រើ proxy គឺបងប្អូនគ្រីសយកអានេះហើយ tool នឹងដែរបើសិនណាបងប្អូនប្រើគ្រីសយក proxy ហើយ account បងប្អូនអត់មាន proxy គឺវាអត់ដំណើរការទេវារំលង account ណាដែលមាន proxy ចេញអាហ្នឹងខ្ញុំធ្វើការ review ត្រួសហើយខ្ញុំនឹងធ្វើវីដេអូបង្រៀនអំពីរបៀបប្រើប្រាស់ពេលក្រោយឥឡូវខ្ញុំធ្វើការ review វាត្រួសសិនខាងកន្លែង active នេះវាមានដូចជាយើងមាន account មានអីចឹងយើងអាចធ្វើការផុស reel ផុសរូបភាពអីបានយើងអាចធ្វើការសិតផាតវីដេអូទៅលើនេះយើងអាចធ្វើការសិតផាតទៅលើ account នីមួយៗជាពិសេសគឺ account ដែលរលុយគឺយើងអាចដាក់ទីតាំងវាទៅដើម្បីពេលវាផុសគឺវាចាប់ពីទីតាំងនឹងយកទៅផុសតែម្ដង account ដែលយើងរលុយពីរូបភាពនេះមានកន្លែងassign photo យើង import path វាចូលបានអញ្ចឹងមានផុស reel ហើយចំពោះការផុស reel វាមានមុខងារដូចយើង limit កំណត់ផុសថាយើងចង់ផុសប្រហែលវីដេអូហើយចំណងជើងយកចេញពីកន្លែង box នេះឬក៏យើងយកចេញពីវីដេអូបន្តមកទៀត hashtag គឺយើងអាចកំណត់ចំនួនថាយើងផុសប្រមាណ hashtag ដូចជាយើងមាន 1000 hashtag នៅកន្លែងនេះយើងកំណត់2ទៅ5អញ្ចឹងគឺវាចាប់តាចំណងជើង hashtag ហ្នឹងតែ5ទៅ2ទៅ5ហ្នឹងទេ3 4 5 3 4 5អញ្ចឹងណាហ្នឹងគឺការកំណត់អញ្ចឹងហើយវាមានមុខងារលេង active interaction វាមាន interact ទៅលើ group អានេះខ្ញុំបញ្យល់ពេលក្រោយហើយមានបើក professional mode ទៅលើ menu នេះក៏មាននៅខាងលើនេះក៏មានបិទ professional mode មាន log out មាន check primary អញ្ចឹងដូចតែ account ហ្នឹងយើងចង់ដឹងថាវា primary location នៅណាអញ្ចឹងយើងអាច check អាហ្នឹងបានហើយចំពោះអាកន្លែងដែលខ្ញុំដាក់ PM នេះគឺមានន័យថា professional mode ហ្នឹងពេល log in គឺវា check auto យើងថា account ហ្នឹងជា account ប្រភេទ professional mode ឬក៏អត់បើអត់គឺវាចេញពី off អញ្ចឹងយើងអាចបើក on បានអញ្ចឹងវា auto បើកខ្លួនវាហើយមានមុខងារ up change info ដូចឈ្មោះដាក់រូបភាព profile cover អញ្ចឹង change avatar change អីហ្នឹងហើយមានមុខងារដែល create page ដែលបច្ចុប្បន្នគឺយើងអាចបង្កើតបានគួរសមដែរ page យើងដាក់ account ID យើងមួយទៅពេលដែលវាបង្កើត page ចប់គឺវានឹងដាក់ admin នៅប្រឡោះនេះឲ្យយើងអញ្ចឹងយើងអង្គុយចាំតែទទួលទៅបានបង្កើត page បង្កើតអីអញ្ចឹងមានមុខងារមួយចំនួនហើយនៅខាងនេះគឺតកតងនឹងការប្រើ page ចំពោះការប្រើប្រាស់ page អញ្ចឹងនៅក្នុងនេះគឺយើងអាចទាញឡើងលើចុះក្រោមបានហើយចំពោះមុខងារនៅកន្លែង page ហ្នឹងគឺវាអត់ធ្វើការលើ account នេះវាទាញតែ page យកមកប្រើឧទាហរណ៍ដូច account នេះមួយមាន10 page អញ្ចឹងគឺវាទាញ10 page ហ្នឹងធ្លាក់មកក្រោម10 page ហ្នឹងយើងអាចយកវាទៅចាក់ follow ចាក់ view អីបាននៅក្នុងនេះវាមានកន្លែងមុខងារនេះ view video អញ្ចឹងយើងចុច view video នេះមកយើងដាក់ link video របស់យើងហើយយើងចង់បើកប្រហែល tab គឺវាបើកម្ដង1 page 6 tab អញ្ចឹងបើ account នឹងមាន10 page យើងបាន60 view អាហ្នឹងតែនេះចាំខ្ញុំបញ្យល់ជាក់ស្ដែងនៅពេលក្រោយទៀតតែគឺគាត់ថាខាងនេះគឺយើងប្រើ page សុទ្ធតែម្ដងអត់ទាក់ទងនឹង account នេះដូចថា account នេះមាន10 page 10 page អញ្ចឹងយើងបាន30 page ហើយយើងទាញ30 page នោះមកប្រើនៅនេះបានយើងបង្កើត category វាទៅ move page ណាអីចឹងបានហើយយើងអាចធ្វើសកម្មភាពមួយចំនួនដូចជា auto follow នេះយើងចាក់ follow page ខ្លួនឯងបានអញ្ចឹងណាយើងមានមួយ account មាន10 page យើងមាន 1000 page វាស្មើនឹង10000 follow យើងអាចយកមកចាក់ follow ខ្លួនឯងបានបើចាំចំណាយលុយណាអូខេអានេះចាក់ view អានេះបណ្ណើសការបបណ្ណើសនេះអានេះយើង
miền group sát sạch về page na đại dương happen đại việt oi share group ấy nữa cross group ấy nữa dương 700 khóa dương còn create này chào tới cho start về tới vì ngày tới group luôn về anh cả này bây giờ mình tràn group á bây giờ mình tràn page bên năng tràn á tại bậc cạn này thì dương mình từ mùa từ pi tới dương check đáy của bạn tại bậc cạn này dương mình tràn dương check đáy toàn này chứ những ai đã bị chào tới people group nó không này từng ó cứ nhầm sạch ô tô group nhầm bậc cạn thay chào nhầm lọc bị trộm nên này chẳng page được cả account đã bị trâu lấy những cứ xe trâu mà rồi admin ở adminat từ lúc VT chẳng hạn đây sầm rạp bên đây crop po ok nâng ấy chụp post setting là cái này dương miền ở cả chat GPT để mới thôi cả reply comment tay nhỏ tôi mang tay chạy slide nha nó là một ngày nữa ấy profile để tôi nông profile để đó ai cầm nạp vô trầm mà chua bàiประมาณ hay dương mơ ở miềnประมาณ chúa cầm nạp profile đại đa số lưu tới cứ cầm nạp rồi vô bùn bùa rồi nông bùa rồi nữa ok anh ấy cứ cầm liệt về train đầm cầm liệtពី profile មួយទៅ profile មួយបើកាលនៅវាបើកមក profile នឹងស្អិតជាប់គ្នាយើងអាចបន្ថែមលេខនៅនេះឲ្យច្រើនអានេះគឺកម្រិតលើក្រោមបើកាលនៃខាងលើខាងក្រោមវាកូនជាន់គ្នាយើងអាចបន្ថែមលេខនៅកន្លែងនេះដើម្បីឲ្យវាដាច់ពីគ្នាហើយចំណែកខាងនេះគឺបើក profile មួយទៅមួយហ្នឹងគឺយើងបើកប្រមាណថាបើយើងចង់បើកកុំឲ្យវា load ចេញមកទាំងម្ដងទាំងអស់ដូចតែយើងដាក់20 street ចឹងយើងបើកម្ដង20ធ្វើគៀងម៉ាស៊ីនគៀងអីយើងដាក់ delay វា1 ទៅ 2 second ទៅវាបើកម្ដងមួយអញ្ចឹងចំពោះ Chrome Path នេះគឺអានេះដូចជាវាចាប់ auto ទេ driver អីអត់ត្រូវការទេអានេះកន្លែងទុកតា folder របស់យើងនៅណាអញ្ចឹងណាអានេះដូចថាពេល account មួយវាកើត profile Chrome ហ្នឹងយើងចង់ទុកនៅណាយើងអាចមើលនៅក្រោយនេះបានចាំបើអ្នកនរនេះអត់ចង់ប្រើ Chrome ទេចង់ប្រើ Microsoft Edge ប្រើអីទៅយើង select រើស Edge មក Microsoft Edge តែខ្ញុំសូម recommend ឲ្យប្រើ Chrome ព្រោះ Chrome វាលឿនជាងវាងាយស្រួលជាងហើយនឹងវាដើរបានត្រឹមត្រូវច្រើនជាងជាក់ស្ដែងខ្ញុំក៏ប្រើនៅលើ Chrome នឹងដែរតែបើអ្នកទាំងគ្នាដាច់ខាតត្រូវតែចង់ប្រើ Edge យើងអាចគ្រីសប្រើ Microsoft Edge ខ្លួនឯងទៅអាហ្នឹងបាទហើយអូខេបន្ទាប់មកទៀតអូខេខ្ញុំវីដេអូនេះខ្ញុំធ្វើការ review ខ្លីៗប៉ុណ្ណឹងសិនចាំវីដេអូបន្តទៀតខ្ញុំនឹងធ្វើរបៀបប្រើប្រាស់មួយដើម្បីមានភាពងាយស្រួល